ថ្ងៃនេះខ្ញុំនឹងមកប្រាប់បងប្អូនពីរបៀបធ្វើទឹកសណ្តែកពណ៌សដោយសារតែមានបងប្អូនយើងខ្លះគាត់បាននិយាយថាគាត់ធ្វើទឹកសណ្តែកលើកណាក៏ធំក្លិនកពុលដែរអញ្ចឹងចាំខ្ញុំប្រាប់ថាធ្វើមិនទៅកុំឲ្យធំក្លិនកពុលហើយធ្វើឲ្យទឹកសណ្តែកយើងប្រែមកជាធំក្លិនឈ្ងុយវិញណាហើយក៏មានអ្នកខ្លះគាត់ឆ្ងល់ថាគាត់ធ្វើទឹកសណ្តែកវាកកឡើងរងថ្លាកកដុំទឹកនៅដោយទឹកសណ្តែកនៅដោយសណ្តែកអញ្ចឹងថ្ងៃនេះខ្ញុំនឹងនិយាយលម្អិតប្រាប់អ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះតែម្ដងប៉ុន្តែសូមចិត្តអ្នកទាំងអស់គ្នាកុំចុចសារវីដេអូប្រយ័ត្នរំលងខ្លឹមសារសំខាន់គ្រឿងផ្សំវិញគឺយើងមានសណ្តែកសៀងមានស្លឹកតើយស្ករសអំបិលបន្តិចបរិមាណវិញដាក់ទៅតាមចំណូលចិត្តតែដូចខ្ញុំប្រាប់ចឹងយើងដាក់ទឹកតិចទៅបានហើយស្ករដាក់មុំទៅបានហើយបាច់ញ៉ាំផ្អែមពេកទេវិធីធ្វើនោះដំបូងហ្នឹងគឺយើងយកសណ្តែកសៀងហ្នឹងយកទៅត្រាំទឹកសិនទឹកត្រជាក់យើងធម្មតាហ្នឹងដែលរយៈពេលដែលយើងត្រាំហ្នឹងយើង12ម៉ោងឬក៏ទុកមួយយប់អីទៅណាគឺអ្នកទាំងអស់គ្នាត្រូវរើសយកសណ្តែកដែលស្អុយហ្នឹងចេញឲ្យពេលមុននឹងយើងត្រាំហ្នឹងយើងរើសចេញឲ្យហើយទៅអាសណ្តែកដែលស្អុយហ្នឹងវាធ្វើឲ្យសណ្តែករបស់យើងហ្នឹងខូចជូរហើយពេលទៅទឹកសណ្តែកទៅធ្វើអត់កើតទេមួយវិញទៀតបើយើងត្រាំសណ្តែកហ្នឹងរយៈពេលយូរក៏ធ្វើទឹកសណ្តែកអត់កើតដែរសណ្តែកហ្នឹងវាទៅឡើងជូរខូចទៅយើងអាចយកមកធ្វើទឹកសណ្តែកបានទេសណ្តែកយើងរីកហើយដល់ម៉ោងកំណត់ហើយហ្នឹងយើងយកទៅលាងឲ្យបានស្អាតពេលលាងហ្នឹងយើងយកសបកចេញឲ្យអស់ទៅខ្លះគាត់ចូលចិត្តកិនទាំងសបកគ្រាន់តែថាពេលយើងកិនទាំងសបកទៅពិបាកពូតយកទឹកសណ្តែកអ្នកគេធ្វើនោះគេដាក់ទឹកច្រើនដើម្បីគេចំណេញបានច្រើនណាតែយើងញ៉ាំខ្លួនឯងអញ្ចឹងយើងក្លុកដាក់ទឹកល្មមទៅបានហើយសណ្តែកដែលយើងកិនបានម៉ត់ហើយហ្នឹងយើងយកមកពូតយកកាក់ចេញហើយការពូតនឹងផងដែរគឺទាមទារឲ្យយើងប្រើកម្លាំងខ្លាំងមែនទែនមិនយើងពូតចេញយើងអាចពូតដោយប្រើស្បៃហ្នឹងយើងដាក់2ជាន់នេះបានហើយសម្រាប់ខ្ញុំគឺខ្ញុំប្រើកាត្រងកាហ្វេអ្នកទាំងអស់គ្នាព្រោះអីខ្ញុំអត់មានស្បៃទេហើយនៅពេលដែលខ្ញុំពូតមួយសែហើយហ្នឹងខ្ញុំយកកាក់ដែលខ្ញុំពូតហ្នឹងយកទៅក្លុកកិនម្ដងទៀតកិនឲ្យម៉ត់មួយសាទៀតណាខ្ញុំដាក់ទឹកតិចដែរទេដាក់ឲ្យតែធូរម៉ាស៊ីនស្រួលកិនទៅព្រោះថាញ៉ាំខ្លួនឯងអញ្ចឹងខ្ជិលដាក់ទឹកច្រើនពេលកិនហើយយើងយកមកពូតម្ដងទៀតណាសម្រាប់ពពុះហ្នឹងគឺខ្ញុំបានដួសចេញហើយមុននឹងខ្ញុំយកទៅដាក់លើភ្លើងខ្ញុំដួសពពុះនឹងចេញឡើងស្អាតហើយខ្ញុំបង់ដាក់ស្លឹកតើយនឹងខ្ញុំទិញម្ដុំ1000រៀលហើយខ្ញុំដាក់ទៅពាក់កណ្ដាលទេនៅពេលស្ងោរទឹកសណ្តែកហ្នឹងត្រូវចាំថាកុំបើកភ្លើងខ្លាំងពេកបើកល្មមទៅបានហើយកំឡុងពេលដែលទឹកសណ្តែកអត់តាន់ពុះហ្នឹងយើងត្រូវអាសាកូរបាតវាដើម្បីកុំឲ្យខ្លោចបាតខាងក្រៅមកទឹកសណ្តែកហ្នឹងអត់យូរទេតែមួយភ្លែតហ្នឹងពុះហើយទឹកសណ្តែកចាប់ផ្ដើមពុះព្រិចហើយចឹងខ្ញុំដាក់អំបិលចូលបន្តិចសម្រាប់ស្ករវិញដូចខ្ញុំប្រាប់អញ្ចឹងដាក់ទៅតាមចំណូលចិត្តទៅសម្រាប់ខ្ញុំដាក់តែរៀងតិចដែរទេដោយសារតែខ្ញុំអត់សូវចូលចិត្តញ៉ាំផ្អែមមួយវិញទៀតអ្នកដែលគាត់ស្រឡាញ់សុខភាពចឹងគាត់អត់ដាក់ស្ករទេភាគច្រើនគាត់ញ៉ាំទឹកសណ្តែកសុទ្ធធម្មជាតិអត់ដាក់ស្ករដាក់អីចឹងណាទឹកសណ្តែករបស់យើងនឹងពុះហើយណាតែមើលក្នុងវីដេអូនោះអត់ដឹងទេដោយសារខ្ញុំបន្ថយភ្លើងមកដល់ចំណុចសំខាន់មូលហេតុដែលធ្វើឲ្យទឹកសណ្តែកយើងកពុលរងថ្លាទឹកដោយទឹកសណ្តែកហ្នឹងមូលហេតុនោះគឺដោយសារយើងគ្រាន់តែពុះភ្លាមហ្នឹងយើងបិទភ្លើងភ្លាមក៏ប៉ុន្តែពេលពុះហ្នឹងយើងបន្ថយភ្លើងមកនៅតិចឲ្យពុះនៅតិចរហូតរយៈពេល10នាទីឬក៏15នាទីអីទៅវាធ្វើឲ្យចំហាយដែលកពុលហ្នឹងគឺវាចំហាយភាយចេញទៅហើយចឹងទឹកសណ្តែកយើងនឹងមានក្លិនឈ្ងុយតែម្ដងហើយបើយើងបើកភ្លើងចោលអញ្ចឹងទឹកសណ្តែកយើងនឹងខាប់ពណ៌សអត់មានរងថ្លាអីទេសូមបញ្ជាក់ម្ដងទៀតដើម្បីឲ្យឆាប់យល់បើសិនជាយើងពេលដែលពុះហើយយើងបើកភ្លើងចោលទុកប្រហែល10ទៅ15នាទីហ្នឹងធ្វើឲ្យសណ្តែកយើងបាត់ក្លិនកពុលហើយមានក្លិនឈ្ងុយហើយទឹកសណ្តែកអត់រងថ្លាទេគឺពណ៌សខាប់ល្អខ្លាំងមែនទែន
នឹងឯអ្នកទាំងអស់គ្នានៅពេលដែលដល់នាទីដែលយើងកំណត់ហ្នឹងគឺយើងអាចបិទភ្លើងលើកដាក់ចុះបានណាទឹកស្ដាយយើងក៏មានន័យថារួចរាល់តែប៉ុណ្្នឹងឯងហើយបើមានចម្ងល់អីបន្ថែមអ្នកទាំងអស់គ្នាកុំភ្លេច comment នៅខាងក្រោមវីដេអូនេះហើយបើមានកន្លែងណាឆ្គាំឆ្គងអីដែលខ្ញុំអត់បានដឹងកុំភ្លេច comment ប្រាប់ខ្ញុំផងដែរប៉ុន្តែខ្ញុំសង្ឃឹមថាការរៀបរាប់របស់ខ្ញុំគឺលម្អិតច្បាស់លាស់អាចឲ្យអ្នកទាំងអស់គ្នាយកទៅធ្វើញ៉ាំបានកុំភ្លេចសាកធ្វើញ៉ាំនៅផ្ទះទាំងអស់គ្នាណាហើយពេលធ្វើញ៉ាំលើកក្រោយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងលែងជួបបញ្ហាធ្វើទៅទឹកស្ដាយធំក្លិនកពុលធ្វើទៅទឹកស្ដាយរងខ្លាទឹកដោយទឹកស្ដាយដោយស្ដាយទៀតហើយសង្ឃឹមថាធ្វើលើកហ្នឹងនឹងជោគជ័យណាហើយក្នុងឱកាសចូលឆ្នាំហ្នឹងខ្ញុំគិតថានឹងទៅលក់ទឹកស្ដាយនៅវត្តហើយសង្ឃឹមថាអ្នកទាំងអស់គ្នាជួយគាំទ្រផងណានិយាយលេងតែមិនដឹងថាមានពេលតនេអត់ផងជាចុងក្រោយសូមជម្រាបលាអ្នកទាំងអស់គ្នាសិនហើយយើងនឹងជួបគ្នានៅវីដេអូថ្មីជាបន្តទៀតអរគុណច្រើនជម្រាបលាបាយបាយ